ôn của Mara Sasala bị bắt thăm sắc sai chỉ tràn tiết đầm bay lực thực chất quạtอย่างnào mình nước cứ ở lớnนี้មានកម្មវិធីទូទស្សន៍ច្រើនពាក្យច្រើនតាក់ទងនឹងការប្រគំតន្ត្រី talk show សម្រាប់យុវវ័យសម្រាប់មនុស្សធំមិនសូវជាមានកម្មវិធីសម្រាប់បងប្អូនកុមារនៅឡើយទេប៉ុន្តែ My TV ក៏មិនភ្លេចបងប្អូនដែរជាពិសេសថ្ងៃហ្នឹងគឺជាថ្ងៃសិទ្ធិរបស់បងប្អូនប្រហែលថ្ងៃទៀត1មិថុនាអញ្ចឹងនៅថ្ងៃនេះគឺជាការរៀបចំពិសេសបាទបន្តិចទៀតលោកអ្នកនៅបានឃើញនៅនាយកសិស្សគំរូហើយនឹងសិស្សមកពីថ្នាក់ផ្សេងវាជាគ្រូអនុរិយគាត់ចូលរួមកម្មវិធីពេញចិត្តឬអត់វគ្គ3ដូច្នេះទស្សនិកជនរបស់យើងប្រកាសជាទៅបាននៅអារម្មណ៍ប្លែកព្រោះគាត់ចូលចិត្តទស្សនា My TV ព្រោះថាឲ្យតែមានកម្មវិធីរៀបចំពិសេសគឺប្លែកខុសពីកម្មវិធីរាល់ដងចាសិស្សគំរូចុះសិស្សដែលមិនគំរូអញ្ចឹងគាត់មកដែរអត់ទេថ្ងៃហ្នឹងព្រោះលឺថាក្នុងចំណាំទាំងអស់គ្នាហ្នឹងមិនមែនសិស្សតែរៀនចាមានសិស្សគំរូក៏យើងអញ្ជើញមកបងអូនដែលមិនមែនជាសិស្សបើថាមិនគំរូក៏យើងអញ្ជើញមកដែរហាត់អីយើងចង់ឲ្យបងអូនមានអារម្មណ៍ថាបងអូនក៏ត្រូវបានយើងលើកទឹកចិត្តគាត់ដែរព្រោះថាទាំងអស់គ្នាគឺមានសិទ្ធិថាទិវាកុមារអន្តរជាតិ1មិថុនាគឺមានន័យថាទាំងអស់គ្នាបងប្អូនគឺមានសិទ្ធិទាំងអស់គ្រប់ពណ៌សម្បល់ទាំងអស់ចាំគឺទាំងអស់គ្នាមានសិទ្ធិដូចគ្នាបាទចាទោះបីជាមកពីក្រុមគ្រួសារតែក៏ដោយពោះទៀបបាទអរគុណឥឡូវសូមចូលមកកាន់កម្មវិធីពេញជើងឬអត់វគ្គ3របស់យើងបាទជាដំបូងសូមសម្លេងស្វាគមន៍ដល់អ្នកគ្រូនាយកទាំងអស់គ្នាសូមជម្រាបសួរដល់អ្នកកម្មនេះសិស្សសាលានេះសាលាតែអ្នកគ្រូជួក៏ឲ្យធំដល់សាលារៀនអត់ទេនាយកត្រូវយើងមានអាវរបៀបអាវធំអីខ្លះចឹងទៅចាដូចថាយ៉ាងណាក៏ត្រូវយើងមានអ្នកគ្រូនៅកូរ៉េនៅជប៉ុនណៃចានិយាយទៅធ្វើជានាយកនាយិកាគឺមានការពិបាកដោយសារសិស្សវាមានលក្ខណៈបានន័យថាចរិតខុសគ្នាចាសិស្សខ្លះទៅក៏មិនគ្រប់គ្នាដែលមកដំបូងគឺអ្នកគ្រូពេលចូលសាលានឹងដំបូងអ្នកគ្រូជីកង់តែឥឡូវអ្នកគ្រូជីឡានហើយគេអាប់ដេតកាលមុនជីកង់មែនដល់ក្រោយចាដោយសារអ្នកគ្រូបានរៀបការជាមួយនឹងបរិសុទ្ធអ្នកមានលុយចាហើយដល់ពេលយើងតស៊ូមួយគ្នាទៅយើងក៏មានថវិកាតិចតួចដើម្បីយើងដូរឡានជិះហើយចុះអ្នកគ្រូមិនដែរកូនសិស្សនៅក្នុងសាលាយ៉ាងមិនដែរមានភាពរញ៉េរញ៉ៃឬក៏គាត់ស្ដាប់ដំបូងមានចាពេលខ្លះទៅវាមានភាពរញ៉េរញ៉ៃបន្តិចដោយសារតែដូចថាពេលខ្លះទៅដូចខ្ញុំបានជម្រាបចឹងអ្នកខ្លះទៅដូចថាស្ដាប់គ្រូចឹងទៅចារៀនក៏កែអ្នកខ្លះអាសាលីបចឹងទៅលួចចឹងថាឆ្លៀតពេលទៅដើរលេងតិចតួចចឹងទៅគឺថាសិស្សខ្លះរៀនសុំអ្នកគ្រូហើយនឹងនាយិកាទៅមើលកុនក៏មានដែរដល់ពេលអញ្ចឹងយើងអត់អាចគាត់ចេញពេលខ្លះគាត់ក៏លួចចាញ់អញ្ចឹងវាជាផលលំបាកមួយសម្រាប់ចាយើងដែលជាអ្នកមើលការខុសត្រូវពួកគាត់ប៉ុន្តែមានព័ត៌មានមួយទៀតចោទថានៅតែអ្នកគ្រូបើការ៉ាអូខេអត់ទេមិនពិតទេជាចាមរាមចាមរាមសោះអត់ដែរមានទេនៅផ្ទះមានសិតតែសភៅចាសម្រាប់សភៅហ្នឹងតែមើលការ៉ាអូខេបើកវាចំណោជាង3បត5មួយអត់មានទេប៉ុន្តែចាអ្នកគ្រូនាយិកាធ្វើជាអ្នកគ្រប់គ្រងសាលាហ្នឹងប្រហែលឆ្នាំហើយមុខរបរនេះអូយបើគិតទៅប្រហែលជាជាង10ឆ្នាំហើយចាហើយសិស្សខ្លះទៅក៏គាត់បកាយទៅគាត់ក៏ទៅធ្វើការងារចាប់រៀនចាប់ទៅគាត់ទៅបន្តអីចឹងទៅចាបាទអរគុណសូមជឿในការកន្លែងអង្គុយអ្នកគ្រូនាយិកាបាទអរគុណអរគុណច្រើនប៉ុន្តែចេះសូមប្រាប់ចាមុននឹងទៅអង្គុយនៅនោះប្រាប់ថាមានសិស្សសំណប់ចិត្ត2នាក់អូយបកែណាចាមានដងជួយការងារនៅក្នុងចាជួយការងារក្នុងសាលាបានច្រើននៅក្នុងថ្នាក់អញ្ចឹងជួយគ្រប់គ្នាអស់ជួយកងសភៅគាត់មកខ្ញុំនឹងសាកសួរគាត់ថាហេតុអីបានគាត់ខ្លាចទៅជាសិស្សគំរូហើយសំណប់ចិត្តរបស់អ្នកគ្រូខ្ញុំដឹងមួយខ្ញុំទាយទេជួយចត់សិល្បៈណាជួយសិល្បៈទៀតអូលេខ1មកគឺថាចិត្តបានណាអ្នកគ្រូចិត្តបានឃ្លានកាទៀវក៏ទៅទិញឲ្យដឹងទាំងយប់ចាបាទចឹងអរគុណបាទសូមជឿចាអរគុណអ្នកគ្រូចានាយិកាសាលាដោយអ្នកគ្រូនាយិកាបាទគាត់បានប្រាប់ចឹងថាគាត់មានសិស្សសំណប់ចំនួន2រូបហើយពួកគាត់មានដងខាងផ្នែកសិល្បៈអញ្ចឹងសូមជួយជាមួយនឹងសិស្សគំរូទាំង2នាក់បាទសូមជឿសាជាណែសាជាណែជើកំផ្លេចតែសមត្ថកាយចាំពេលគេពេញ
សិស្សសាលាណាសិស្សសាលាណាមិនពាក់មួយជើងដូចកងទ័ពអាមេរិកមើលសូមជើង ចាមានសួរ ពូអាមួយនេះទៅរៀនពាក់រំណាទៀតគាត់ថាខ្ញុំពាក់សុំជើងកងទ័ពអាមេរិកចឹងតែមិនមែននេះខ្ញុំបន្ទាប់ពីរៀននេះខ្ញុំជិះទៅទាត់បាល់ហ៎ បោះស្រីតត់បាល់ទៀត អូនស្រីអូនផងណា ចា បងឯងស្រីអីផង ស្អី ស្ ដល់ រី មីង អូភាគសពុតចា អីមីងអីពូម៉ា ស្រីលើផក្រម បាទហើយបងទាំងពីរមកពីសាលាណាដែរ មីងខ្ញុំមកពីបាក់ធម្មសិក្សាវត្តព្រះពុទ្ធមានបុណ្យ អូដែរបងអូន ខ្ញុំមកពីសាលា ទៅทำ មកឆាប្រពុត មានសាលានឹងដែរ ជុំ វត្តព្រះពុទ្ធ វត្តប្រពុតរៀនចិត្តគៀនមកឆា អានេះតែខ្ញុំរៀនថ្នាក់ជាប់គ្នាហ្នឹងតែខ្ញុំសិស្សគំរូនៅក្នុងសាលាហ្នឹងតែ អរហើយបើជាបងទាំងពីរខ្លាចតែជាសិស្សគំរូប្រចាំសាលាបាទសូមឆ្លើយ ហើយបែបនេះខ អា ខ្ញុំ មួយនេះលើកឃ្លាស្រួលមកមិនស្អុយឃ្លាមួយ មានណាទៅចាប់កដោ4ដាក់គៀបឃ្លៀវិញចាមកពីមកមាន3កត្តាដែលធ្វើឲ្យនេះខ្ញុំខ្លាចជាសិស្សគំរូ រក្សាវិន័យបន្តិចណាសិស្សគំរូទាំងពីរពួកបីមិញណា អាមួយនេះស្រីតែចេះហួល អ្នកគ្រូនេះជាការ ខ្ញុំយក អ្នក គុ គ្រូ ណមក នេះ លេ ជា ង ការសរសើរខ្លាំងណាស់ណាមិញណាសឹងសុំរក្សាអរិយាប័ត្រចា ចាអរគុណមាន3កត្តាដែលនាំឲ្យនាងខ្ញុំខ្លាចជាសិស្សគំរូទី1ពេលដែលសាលាសាងសង់នៅបណ្ណាល័យនាងខ្ញុំជួយលីស៊ីម៉ង់ហើយដៃមួយចង្ហៀងគឺលីស៊ីម៉ង់មួយបាវហើយ2បាវគឺនាងខ្ញុំលីដៃ2 អូ ទី2គឺខ្ញុំធ្វើកិច្ចការផ្ទះបានល្អអ្នកគ្រូដាក់ឲ្យព្រឹកនាងខ្ញុំធ្វើឲ្យល្ងាចគឺធ្វើមិនដេករហូតដល់ភ្លឺទី3 ចា គឺនាងខ្ញុំមករៀនមិនដែរយឺតទេគឺមករៀនជាប់គ្នាសូម្បីតែថ្ងៃសម្រាប់ខ្ញុំមកបោះសម្រាប់នៅសាលាដែរដើម្បីកុំឲ្យខាតពេលវេលា ចា សូមអរគុណអ្នកគ្រូ នេះថា បាទសូមជិះអ្នកទី2 ខ្ញុំហើយដល់បែបបានជាខ្ញុំខ្លាចជាសិស្សគំរូនៅក្នុងថ្នាក់មកពីខ្ញុំជួយអ្នកគ្រូពេលដែលគេធ្វើស៊ីម៉ងដាក់មួយនេះដែរខ្ញុំពេលហ្នឹងខ្ញុំចូលចិត្តទៅបុកគ្រឹះកាលមុនកាលបានខ្ញុំមូដល់ពេលគេសាងសង់សាលាជាន់ទី1ជាន់ទី2ជាន់ទី3ជាន់ទី4គេជួយចិត្តចងជើងខ្ញុំឡើងលើបុកគ្រឹះ ហើយខ្ញុំពេលបុកគ្រឹះ ស្លៀកសម្ពត់ឬស្លៀកខោ ពេលហ្នឹងខ្ញុំស្លៀកសំពត់ ចា ហើយសម្ពុតក៏បានក្រោកក្បាលខ្ញុំ ប៉ុន្តែ តែ តែ ស្លៀកខោពីក្នុងជើង ចា ស្នាម ល្អយើង ហើយកាពីទួយខ្ញុំធ្លាប់ធ្លាក់ពីលើដើមឈើម្ដងក្បាលចុះក្រោមជើងឡើងលើឥឡូវខួរក្បាលខ្ញុំអត់សូវស្រួលទេបានជាអ្នកគ្រូស្រឡាញ់ខ្ញុំមកពីខ្ញុំមិនសូវគ្រប់ទឹក នេះឈ្មោះណាទៀតឈ្មោះកញ្ជុយធំ ណា ចាំអត់មានជួយ អូនជួយអូនជួយ ជួយធំ ចាជួយធំ ខ្ញុំចូលរៀនដំបូងគឺខ្ញុំដាក់ឈ្មោះសុកផាលី ចា បាទ ខ្ញុំឈ្មោះមែនតែនសុកផាលី ចា ហើយជួយខ្ញុំអញ្ចឹងដល់ពេលខ្ញុំតាំងចិត្តខ្លួនឯងថាចាំមើលដល់ពេលខ្ញុំពេញកំមុំខ្ញុំនឹងកាត់បញ្ជ្រុយនឹងចោលហើយ ចា កាលនេះយកដៃជូតអស់ហើយនេះដាក់ឯលើ គួរតែមួយនេះ ចាហើយដល់ពេលបងប្អូនដូចថាជាកុមារគំរូនៅក្នុងថ្នាក់អញ្ចឹងរក្សាជូអ្នកគ្រូទៅផ្ទះទៅអីទេឬថាចិត្តបានណាជូអ្នកគ្រូទៅផ្ទះជីកង់ដុំអ្នកគ្រូទៀតហ្នឹងមែន ខ្ញុំអត់មានកង់ទេមួយនេះមានកង់ មួយខ្ញុំ វាខ្លាំងជាងខ្ញុំ មានកង់បណ្ដៃកង់ខ្ញុំអត់កែបផង ដល់ជីយ៉ាងម៉េចទៅ អ្នកគ្រូសុំជីពេក ហើយធម្មតាចង់ធ្វើអីដែរអូន ចង់ ធំឡើងចង់ធ្វើលោកគ្រូ ធ្វើជា ចេះបានសាលានឹងអស់គ្រូ យើងអត់ទេយើងស្អីយើងហៅធម្មតាចង់ធ្វើអ្នកគ្រូ អត់ទេចង់ធ្វើលោកគ្រូ អូចឹង ចុះចំណែកបងអូនវិញ នាងខ្ញុំថ្ងៃណាក៏ទៅចង់ធ្វើជាអ្នកយានអវកាសតែហោះទៅកាន់ភពឆ្ងាយយី មកអត់ គេ ទៅរៀងវិញប៉ោងដែរចឹងអាច នាងខ្ញុំចង់សម្ព័ន្ធមិត្តជាមួយនឹងមនុស្សភពផ្សេងព្រោះមុខស្រៀងគ្នាមើលតាមឯកសារសัตว์ ចាហើយ ឆ្កល់អូសិស្សសាលាគេមុខដល់មើលរូបដែលយើងតាំងមើលស្អាតស្អាតដល់ហេតុអីបានជាងទាំងពីរនាក់ ហ្នឹងរូបខាត់ធូនហ្នឹង មែនទេព្រោះថាការពេញខ្ញុំឲ្យតាបុយរើសមករើសប្អូនតាមប្រព័ន្ធអ៊ីនធឺណិត Facebook បាទ ថតស្រាប់360 390ស្អាតដល់ពេលមកឃើញរូបពិតសុំទោសទស្សនិកជនមិនពេចចាអេរឺខាងប អូន ច្ចេក សប្បាយចិត្តណាស់បានខ្ញុំដើរតួកូនក្មេងហើយខ្ញុំប្អូនរហូត អត់អីទេពេលទៅកម្មវិធីផ្ទះមាត់ទៅ សុំទោសជាមួយ បាទអរគុណសម្រាប់អ្នកទាំងពីរបាទសូមជើញในការវេទិកាបាទ ចាអរគុណជំរាបលាជំរាបលាទៅទេ ជំរាបលាលោកគ្រូ បាទ មានប៉ុណ្ណឹងមានម៉ានអ្នកទៀតប៉ុណ្ណឹងបែបហ្នឹង បាទគាត់តែចេញមកត្រឹមវគ្គទី1ទៅជួនប្រកាសជាសាយើងនៅសល់ច្រើនវគ្គដែលបង្ហាញនៅភាពសប្បាយរីករាយជាបន្តអញ្ញាសម្រាប់វិផ្លែសិន